ជំរាបសួរអ្នកនរនេះសូមស្វាគមន៍មកកាន់ខ្ញុំតោះរៀន KH ចឹងវីដេអូទី3នេះគឺជាវីដេអូខ្ញុំប្រាប់អ្នកនរនេះតើយើងមើលថាបន្ទាប់ពីវា workshop ចេញពីកន្លែង workshop តើវាដឹកជញ្ជូននៅប្រទេសចិនមិនហើយបន្ទាប់ពីវាដឹកជញ្ជូននៅប្រទេសចិនហើយវាបញ្ចប់ការដឹកជញ្ជូននៅប្រទេសចិនហើយតើវាធ្លាក់ចូលក្នុង app ZTO យើងវាឃើញនៅត្រង់ណាមើលមិនតាមដានអីវ៉ាន់មិនចឹងគឺខ្ញុំឲ្យអ្នកនរនេះមើលមកឥឡូវយើងចូលទៅកាន់ថៅប៉ៅយើងមកតមកអ្នកនេះចុចកន្លែងហូបនេះមកខាងខំហ្នឹងគៀនកត្រកហ្នឹងអូខេតមកវីដេអូទី2នៅវីដេអូទី2នេះគឺខ្ញុំចុចវិជាទិញទៅគឺវាធ្លាក់នៅត្រង់នេះត្រូវអត់នៅកន្លែង workshop អញ្ចឹងបន្តវា workshop គឺវានៅកន្លែងដឹកជញ្ជូនវាឲ្យខាងឡានដឹកជញ្ជូនអញ្ចឹងដើម្បីមើលថាវាដឹកជញ្ជូនដល់ណាហើយអីហើយនៅប្រទេសចិនណាអានេះគឺនៅប្រទេសចិនឯងអញ្ចឹងយើងចុចមើលមកអូខេយើងចុចលើកញ្ចក់នេះទៀតមកចឹងយើងឃើញនេះខាងឡាននៅខាងប្រទេសចិនគេបានទំដឹកចេញវិសាខាគេទៅនេះមកនេះបានបន្តិចទេហើយគោលដៅគេដឹកចេញនេះគឺគេដឹកទៅខាងឃ្លាំងទំនិញយើងនៅប្រទេសចិនដែលយើង set up គោលដៅថ្ងៃមុននេះហ្នឹងអាគោលដៅនេះហ្នឹងចឹងគេដឹកទៅអាកន្លែងគោលដៅដែលយើង set up ហ្នឹងខាងឃ្លាំង CTO នៅខាងប្រទេសចិនហ្នឹងអញ្ចឹងគេដឹកយកទៅហ្នឹងហើយនៅពេលបញ្ចប់ការដឹកបែបម៉េចចាំឲ្យអ្នកនរគ្នាមើលអញ្ចឹងឥឡូវខ្ញុំសុំស្គប់សិនអូខេអ្នកពេលបញ្ចប់ការដឹកគឺវាចេញបែបនេះគឺវាចេញបែបនេះវាចេញចេះអញ្ចឹងបានន័យថាវាបញ្ចប់ការដឹកហើយអញ្ចឹងអ្នកនរគ្នាចុចសញ្ញាសើចមួយទៅមានន័យថាវាលឿនអញ្ចឹងយើងឲ្យវាលើកទឹកចិត្តវាអញ្ចឹងបន្តវាបញ្ចប់ការដឹកអញ្ចឹងតែវាលោតទៅណាទៀតវាបញ្ចប់ការដឹកនៅប្រទេសចិនអញ្ចឹងតែវាលោតនៅណាទៀតនៅក្នុងថៅប៉ាវគឺវាលោតនៅនឹងដែរទេតែអ្វីដែលវាលោតចុះគឺវាលោតទៅចូល app CTO អញ្ចឹងយើងចេញទៅកន្លែង app CTO អញ្ចឹងមកចឹងយើងចូល app CTO យ៉ាងមកបាទតោះមកយើងចុចពាក្យថាកញ្ចប់របស់ខ្ញុំតោះមកអ្នកនរគ្នានឹងឃើញកញ្ចប់របស់អ្នកនរគ្នាឃើញតែឈ្មោះរៀនឈ្មោះដែលយើងកំណត់ថ្ងៃមុនហ្នឹងឈ្មោះរៀនហ្នឹងឃើញវាដាក់កំណត់វាដឹកពីទីក្រុងខ្វាងជៅមកស្រុកជើងព្រៃមកទីតាំងដែលយើងបានកំណត់អញ្ចឹងយើងចុចមើលអីវ៉ាន់យើងមើលតើវាទម្ងន់ប៉ុន្មានអីប៉ុន្មានអញ្ចឹងនេះវាទំដាក់ចូលមិញនេះវាដាក់បានប្រើពេល0ម៉ោងដឹកជញ្ជូនអញ្ចឹងមានន័យថាខាងក្រុមហ៊ុន CTO គេទំ scan មិញព្រោះនេះគេទំ scan ខែ12ថ្ងៃ13ម៉ោង12:22អញ្ចឹងវាទំ scan មុនហ្នឹងទេអញ្ចឹងយើងចង់មើលតម្លៃថាវាអស់តម្លៃប្រមាណអញ្ចឹងថាតម្លៃដឹកពីចិនមកខ្មែរហ្នឹងអស់តម្លៃប្រមាណអញ្ចឹងរបៀបមើលតម្លៃនឹងធ្ងន់យើងចុចថងនេះចុចសញ្ញាភុញតោះមកយើងនឹងឃើញនេះអញ្ចឹងវាអស់តម្លៃ$2យូរ៉ូគឺក្រោម1គីឡូក៏អស់$2តម្លៃ1គីឡូក៏អស់$2ដែរវាតម្លៃលើសហ្នឹងគឺវាគិតតាមនឹងទៀតអញ្ចឹងណាយូរ៉ូក្រោម1គីឡូក៏អស់$ដូចគ្នាអញ្ចឹងនៅពេលដែលវាមកដល់ខ្មែរទៅយកមិនខ្ញុំនឹងឲ្យអ្នកនេះមើលនៅបន្តិចទៀតនេះអូខេអ្នកនរអញ្ចឹងបន្ទាប់ពីយើងចាំ7ទៅ8ថ្ងៃអញ្ចឹងវាបានផ្ញើសារមកយើងនេះវាដាក់ថាអីវ៉ាន់មកដល់ភ្នំពេញអញ្ចឹងមានន័យថាអីវ៉ាន់យើងមកដល់ភ្នំពេញហើយអញ្ចឹងយើងចុចមើលអីវ៉ាន់យើងមកតើវាដាក់ scan ដល់ណាហើយវាដាក់មកដល់ភ្នំពេញអញ្ចឹងយើងចុចលើវាមើលអូខេអញ្ចឹងវាមកដល់ភ្នំពេញហើយវាដាក់កញ្ចប់មកដល់មជ្ឈមណ្ឌលចែកចាយភ្នំពេញហើយការវិភាគគឺ CKH អីចឹងទៅហើយវា scan មួយទៀតទៅវា scan មួយទៀតក្នុងម៉ោងបាន17នាទីដូចគ្នាទៅវាដាក់អីវ៉ាន់មជ្ឈមណ្ឌលចែកចាយភ្នំពេញដាក់ឡានផ្ញើទៅស្រុកជើងព្រៃខេត្តកំពង់ចាមអញ្ចឹងមានន័យថាវាផ្ញើមកខ្ញុំអញ្ចឹងនៅពេលដែលវាមកដល់ចេញមកទៀតខ្ញុំឲ្យមើលបន្តិចទៀតហើយពេលមកដល់ហើយខ្ញុំឲ្យមើលបន្តិចទៀតហើយយើងទៅយកអីវ៉ាន់ទាំងអស់គ្នាមកឲ្យអ្នកនរគ្នាដឹងពីរបៀបយកតែម្ដងបាននៅពេលដែលវាមកដល់គឺវាដាក់កញ្ចប់បានមកដល់ស្រុកជើងព្រៃសាខាអញ្ចឹងទៅហើយការវិភាគឈ្មោះអីឈ្មោះអញ្ចឹងទៅហើយបន្ទាប់មកវាដាក់មួយទៀតវាដាក់ស្រុកជើងព្រៃខេត្តកំពង់ចាមសាខាបានបែងចែករួចរាល់អញ្ចឹងបានន័យថាគេបានបែងចែកហើយអញ្ចឹងយើងត្រូវទៅយកនៅពេលដែលយើងទៅយកហើយគឺគេដាក់ថាបែងចែកទទួលប្រាក់រួចរាល់ស្រុកជើងព្រៃអាហ្នឹងនៅពេលដែលយើងទៅយកអីវ៉ាន់ហើយគឺវាចេញចឹងចាំខ្ញុំឲ្យមើលវីដេអូនៅពេលដែលខ្ញុំទៅយកអីវ៉ាន់ហើយអានេះគឺខ្ញុំមកពីយកអីវ៉ាន់វិញហើយតែចាំខ្ញុំឲ្យមើលវីដេអូថាយើងទៅយកមិនហើយអីមិនចាំខ្ញុំនិយាយប្រាប់ទៀតនៅពេលដែលយើងជិះមកយើងនឹងឃើញផ្លាក CTO ឲ្យវាមានទូចធំទៅតាមនឹងហើយយើងគាត់ប្រាប់លេខទូរស័ព្ទទៅកាន់សាខា CTO គេនឹងឲ្យអីវ៉ាន់ឲ្យយើងនៅពេលគេឲ្យអីវ៉ាន់មកយើងបង់លុយគេនៅតម្លៃអីវ៉ាន់របស់យើងទៅគឺអូខេហើយអញ្ចឹងអីវ៉ាន់បានមកដល់ផ្ទះហើយអញ្ចឹងដូចយើងមើលជាងគឺមកចប់ប៉ុណ្ណឹង
nơi chân cái bật lại này và nó bên làm đỏ máyคือខាងក្រុមហ៊ុនខ្មែរគេបិទផ្លាកនេះខាងក្រុមហ៊ុន CTO គេបិទចេះអាផ្លាកនេះមិនមែន CTO ទាំងអស់ណាជាងគេបិទផ្សេងគ្នាតែសំខាន់នៅលើផ្លាកនេះគឺគេដាក់ CTO ហើយនៅពេលដែលយើងប្រាប់ទៅអ្នកកន្លែងផ្សាយវ៉ាន់នេះយើងប្រាប់គេថាប្រាប់លេខទូរស័ព្ទយើងទៅគេទៅគេហៅអ្នកលេខទូរស័ព្ទខ្ញុំហ្នឹង0889294772ដែលខ្ញុំបានវាយហ្នឹងណាហើយទីតាំងដែលយើងបានកំណត់ K010 ឃើញអត់ឃើញវាមកដល់ទីតាំងហ្នឹងអត់អញ្ចឹងតម្លៃវាអស់$2ដូចយើងឆែកមើលក្នុង app អញ្ចឹងយើងបង់ទៅ$2ទៅគឺហើយអញ្ចឹងយើងសាកហែកមើលវ៉ាន់ហ្នឹងមើលតើវាបានដូចរបស់យើងទិញអត់បាទ background ដាក់ពួកអាចោលសៀមតិចខ្ញុំសុំវាទៅអូខេចឹងយើងវាហើយសម្រាប់ថាយើងបានអត់បានដូចអ្វីដែលយើងកំងមែនអត់គឺគេរុំមកយើងគេខ្លាចបែកព្រោះយើងព្រួយយើងមកទៅឆ្ងាយអូខេនេះណែគឺវាបានដូចយើងកំងជាងគ្នាដូចក្នុងរូបថតដែលខ្ញុំកំងអត់ឃើញដូចគ្នាអូខេត្រូវហើយគឺវាបានឈុតហ្នឹងចឹងវីដេអូនេះមានប៉ុណ្្នឹងទេកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានវីដេអូបរិញ្ញាថ្មីទៀតហើយខ្ញុំនៅបរិញ្ញារបៀបសុំ cancel វិញសុំអត់ទិញវិញដើម្បីស្នើលុយត្រឡប់មកវិញក៏បានឬក៏អីវ៉ាន់អត់ត្រូវចិត្តយើងអាចផ្លាស់ប្ដូរអីវ៉ាន់ទៅវិញក៏បានខ្ញុំនឹងចេញមកវីដេអូទៀតតែអត់តដឹងថាពេលណាដែលតែខ្ញុំនឹងចេញឲ្យមើលទៅពួកអាចោលសៀមបាញ់ជីវិតអត់យើងអញ្ចឹងជំរាបលាអ្នកនរគ្នាមានតែប៉ុណ្្នឹងទេវីដេអូហ្នឹងបាយបាយកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផង